យើងពីរអ្នកនឹងដូចខ្ញុំបានជម្រាបជូនលោកនាងកញ្ញាចឹងតាមពិតនឹងជា dinosaur របស់អាស៊ីសេរីហើយ dinosaur នឹងមានន័យយ៉ាងម៉េចទៅបងជាភាសាខ្មែរមានន័យថាជាវត្ថុបុរាណរបស់អាស៊ីសេរីចូលធ្វើអាស៊ីសេរីនឹងតាំងតែពីថ្ងៃទី1មកតាំងពីដំបូងមកចុងឆ្នាំ97មកដង្កើនឹងឯងពូលីនៅក្មេងលហកមិនចឹងនៅក្មេង30ឆ្នាំមុននៅក្មេងលហកមែនតើសក់អត់ទាន់លបាយអាចខ្លាប៉ុណ្្នឹងទេហើយសូមជម្រាបជូនលោកនាងកញ្ញាផងដែរពីរអ្នកនេះគឺលោកឈ្មោលហៅរកគ្នាបូលរកគ្នានៅផ្ទះជាមួយគ្នាពូលីមកពី Lowell មិនចឹងណាបាទហើយខ្ញុំទើបតែរៀនចប់ថ្មីចេះទើបនឹងរៀនចប់ពីសាកលវិទ្យាល័យមួយនៅទីក្រុង Chicago ក៏រើមកតំបន់រដ្ឋធានី Washington មកក៏ជួបពូលីនៅអាស៊ីសេរីកំឡោះតែតោលកំឡោះតែតោលវិចបវិចមកពី Lowell មកបើកឡានកញ្ចាស់មួយមកមិនចឹងហ៎អត់ទេឡានថ្មីបានថ្មីផងកាលនោះឡានថ្មីព្រោះអីខ្ញុំរៀនចប់ University កាលពីឆ្នាំ1991ចប់ភ្លាមធ្វើការបាន 5-6 ខែមានលុយកាក់គ្រប់គ្រាន់ទិញឡានថ្មីមួយហើយបន្ទាប់មកមិនថ្មីហ្មងនិយាយលេងសើចទេឡាននោះអាយុ7 ឆ្នាំហើយពេលនោះមិនចាស់ណាស់ណាទេមិនចាស់7 ឆ្នាំហ្នឹងបើកមកក៏ជួបគ្នាមកខ្ញុំមិនកន្លោះស៊ីនដោយពូលីទេកាលហ្នឹងមានកូនមួយហើយបាទមានកូនមួយរៀនចប់ពី Chicago មកហើយក៏ជួលផ្ទះនៅជុំគ្នាមួយរយៈមកនឹងគឺជាប្រវត្តិរបស់យើងហើយយើងបន្តមានទំនាក់ទំនងធ្វើការជាមួយគ្នារហូតមករំលឹកអនុស្សាវរីយ៍ពីចាប់ផ្ដើមអាស៊ីសេរីដំបូងតិចមើលនឹងបងកាលយើងចាប់ផ្ដើមមុនដំបូងនឹងយើងមានបុគ្គលិកអាស៊ីសេរីតែ 2-3 នាក់ទេហើយក្នុងចំណោម 2-3 នាក់នោះមកដល់ពេលនេះគឺថានៅសល់តែខ្ញុំហើយនឹងបងទេមួយចំនួនធំគាត់បានចូលអត្រែតហើយអ្នកខ្លះទៅគាត់ក៏បានបែកទៅធ្វើការងារអីផ្សេងទៀតទៅហ្មងមានប៉ុណ្ណឹងថាការកំសត់កម្រអីជាមួយគ្នាគឺថាមានជាបន្តបន្ទាប់មកទេមិនអ្វីខុសពីជីវិតអ្នកដទៃឬក៏ជីវិតនៃការបំពេញការងាររបស់អ្នកកសែតទេបងបាទក៏ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនេះអំពីការដឹកនាំរបស់ខ្ញុំបាទពីអ្នកលោកសំពូលីដឹកនាំកូនស្ថាប័នមួយនេះដែលខ្ញុំបានតាំងចិត្តខ្ញុំមិនដឹងថាតើពូលីបែបណាទេពីព្រោះការយើងដឹកនាំតាំងពីនាយមករហូតមកដល់ចុងបញ្ចប់នេះខ្ញុំមានការតាំងចិត្តមួយពីព្រោះថាយើងតែងតែឮថានៅក្នុងសហគមន៍ខ្មែរក្នុងអង្គការក្នុងសមាគមអីនានាខ្មែរដឹកនាំមិនដែលត្រូវគ្នាទេដូច្នេះនៅពេលដែលខ្ញុំឡើងមកកាន់ជាអ្នកដឹកនាំស្ថាប័នវិទ្យុអាស៊ីសេរីភាសាខ្មែរពីអ្នកពូលីនេះខ្ញុំធ្វើការសច្ចាប្រណិធានដ៏ពិសិដ្ឋមួយសម្រាប់ខ្លួនឯងទីមួយខ្ញុំគិតថាខ្មាស់មិនកាំងបើសិនជាអាស៊ីសេរីគឺថាមានប្រធានមុនមកយើងធ្លាប់ឃើញប្តឹងផ្ដាល់គ្នាជាមួយអាមេរិកកាំងអីខ្ញុំបានតាំងចិត្តនៅក្នុងខ្លួនតាំងចិត្តហើយតាំងចិត្តទៀតថាខ្ញុំនឹងមិនឆ្លោះគ្នាមិនបែកគ្នាដើម្បីទៅប្តឹងអាមេរិកកាំងទេមានការយ៉ាងណាក៏ដោយចុះយើងអត់អល់អោនឲ្យគ្នាហើយសូមជម្រាបលោកនាងកញ្ញាមកដល់ពេលនេះតាំងតែពីខ្ញុំធ្វើការជាមួយពូលីរហូតមកដល់ថ្ងៃចុងក្រោយនេះមិនដែលមានពេលណាម្ដងគត់ដែលខ្ញុំយករឿងផ្ទៃក្នុងយករឿងអអន់សពុនចិត្តគ្នាទៅប្តឹងអាមេរិកកាំងទៅហែកទ្រូងឲ្យគេហើយបង្ហាញការឆ្លោះគ្នាតើមានការជជែកគ្នាទេមានការខ្វែងគំនិតគ្នាទេប្រកាសជាមានក៏ប៉ុន្តែយ៉ាងណាក៏ដោយចុះយើងតាំងចិត្តហើយថាឆ្លោះគ្នាអត់សុបាយមិនចឹងពូលីតាមពិតការឆ្លោះគ្នាយើងឆ្លោះគ្នាអត់សុបាយហ្នឹងហើយយើងឆ្លោះគ្នាអត់សុបាយមែនប៉ុន្តែយើងឆ្លោះគ្នាតែរហូតហ្នឹងយើងឆ្លោះគ្នាខ្ញុំចាំពេលណាមួយនោះបងជុនច័ន្ទបុត្របើកឡានជាមួយខ្ញុំថានាំគ្នាទៅវត្តហើយឆ្លោះគ្នាតាំងពីវិជ្ជាមកបើកហួសវត្ត3 ម៉ោងក្រោយមកឥឡូវឆ្លោះគ្នាហ្នឹងទៅរវត្តក៏រមឃើញត្រឡប់ទៅវិញ3 ម៉ោងទៅផ្ទះវិញឆ្លោះគ្នាទៀតជីទៅវត្តសោះតែទៅឃើញភ្នំឃើញអីណានៃនោះហ្នឹងហើយសូគាត់និយាយចេះបងការឆ្លោះគ្នាការបកកាយគ្នាមាន
ខ្ញុំពីអ្នកប៉ូលីសនេះក៏ប៉ុន្តែយើងតាំងចិត្តថាយើងឆ្លោះគ្នាយើងជជែកគ្នាបង្ហាញមតិរៀងខ្លួនទីបំផុតស្អែកឡើងយើងជិះឡានជាមួយគ្នាធ្វើការជាមួយគ្នាវិញហើយសំខាន់ផុតអត់ទៅប្តឹងបរទេសអត់ទៅប្តឹងអាមេរិកាំងដើម្បីកម្ចាយគ្នាគ្មានពេលណាមួយដូច្នេះយើងធ្វើការដោយមានសេចក្តីសុខទាំងអស់គ្នាបាទយើងធ្វើការសប្បាយតែហើយយើងគិតថាការឆ្លោះគ្នាការទៅជែកគ្នាការខ្វែងមតិគ្នាគឺជារឿងធម្មតាអានឹងជាយើងរស់នៅក្នុងសង្គមប្រជាធិបតេយ្យមួយការទៅជែកពិភាក្សាគ្នាការខ្វែងគំនិតគ្នាជារឿងធម្មតាបងប៉ុន្តែភាសាអាមេរិកគេថាភាសាអង់គ្លេសថា at the end of the day ណាទីបំផុតនៅថ្ងៃនៅថ្ងៃបញ្ចប់នេះយើងត្រូវតែរក common interest មួយគោលបំណងរួមមួយដើម្បីយើងធ្វើការដើម្បីរីកចម្រើនសម្រាប់ស្ថាប័នយើងបងតែប៉ុណ្្នឹងទេសូគ្មានរឿងអ្វីដែលគឺជារឿងបុគ្គលហើយយើងត្រូវឆ្លោះគ្នាយកគ្នាធ្វើជាសត្រូវនោះទេបាទនឹងនេះជាបទពិសោធន៍រវាងខ្ញុំនិងប៉ូលីសយើងទៅជែកគ្នាយើងមានការទៅជែកគ្នាពងប៉ាំងម្ដងមកកាលទេដែលយើងទៅជែកគ្នាពងប៉ាំងនៅចំពោះមុខបុគ្គលិកទ្រាំប្រហែលពេលខ្លះក៏ប៉ុន្តែភាគច្រើនយើងទៅជែកគ្នាតែ2នាក់តែក្នុងឡានស្រែកវាយឡានក៏មានតែចប់ពីនឹងហើយយើងដើរចេញហើយយើងធ្វើការជាមួយគ្នាទៀតគឺបែបនេះហើយដែលយើងអាចធ្វើការហើយយើងអាចដឹកនាំកូនស្ថាប័នមួយនេះហើយបានជោគជ័យដោយលោកនាងកំពុងតែបង្ហាញការគ្រប់គ្រងរបស់យើងចឹងដូច្នេះខ្ញុំរំលឹកតែពីប្រវត្តិតែប៉ុណ្្នឹងទេ